ត្រីងាយក្នុងការរលាកគ្នានេះណាមិនថាគាត់នៅលាវឬក៏មានគ្រួសារបើសិនជាមានការធ្លាក់សសុខភាពបែបនេះបងប្អូនអាចមើលរូបនេះបានណាបើសិនជាខ្លួនឯងមានការធ្លាក់សមកសុខភាពកកដុំតិចដោយកាក់ដងដោយតិចកដាស់ដែលត្រូវទឹកធ្លាក់មកគឺស្អិតតែម្ដងហើយពេលខ្លះទៀតអត់ធ្លាក់មកឯងនៅជាប់តាមបរិវេណកែងយ៉ាងធីនេះផ្នែកខាងក្នុងពេលលាងសម្អាតទៅគឺដល់មកតាំងឯងក៏ដុំទាំងដុំនៅជាមួយគ្រួសារហើយគឺមានជាប់តាមប្រភេទរបស់គ្រួសារហើយនៅពេលណាដែលបងប្អូនធ្លាក់សសុខភាពបែបនេះនេះគឺជាការធ្លាក់សមេជំងឺដែលបង្កឡើងដោយពពុះមេរោគផ្សិតមេរោគផ្សិតនេះនៅពេលដែលកកើតពេលខ្លះធ្លាក់ចេញមកខាងក្រៅពេលខ្លះទៀតគឺអត់ធ្លាក់ចេញមកខាងក្រៅទេគឺនៅកកស្អិតនៅផ្នែកខាងក្នុងនៃទ្វីមាការកកស្អិតនឹងហើយដែលធ្វើឲ្យយើងអត់ដឹងខ្លួនហើយនៅពេលដែលវាចាប់ផ្ដើមធ្វើទុកគឺធ្វើទុកខ្លាំងភ្លាមធ្វើឲ្យយើងស្គៀបរមាស់តាមបរិវេណទ្វីមាផ្នែកខាងក្រៅនៅខាងក្នុងនៃទ្វីមារមាស់រហូតដល់យើងត្រង់មិនបានយើងយកដៃកៅអេសមានការដៃរលាត់ទៅជាហើមងាយក្នុងការខ្លាយរោគទៅជារលាកនៅតំបន់ទ្វីមាទី2បើសិនជាយើងដឹងថាយើងមានបញ្ហាបែបនេះហើយយើងទុកយូរគឺយើងប្រឈមក្នុងការរលាកមកស្បូននៅពេលដែលស្ត្រីរលាកមកស្បូនគាត់ចាប់ផ្ដើមមានការធ្លាក់សប្រែប្រួលទៅជាបែបរាវដូចទឹកធ្លាក់មករាងលក្ខណៈដូចសម្បោបែបពីលឿងហើយគឺក្លិនស្អុយក្លិនឆ្អាបក្លិនជូរក្លិនហ្នឹងគឺជាប់ជាមួយនឹងចំចំមកបើទោះបីស្ត្រីព្យាយាមរៀនសម្បត្តិបញ្ហាក៏គឺនៅតែធំហើយបើដែលសំខាន់កាលណាដែលស្ត្រីមានបញ្ហារលាកមកស្បូនបើសិនជាស្ត្រីចង់បានកូនគឺពិបាកក្នុងការមានកូនព្រោះនៅជាមួយនឹងគ្រួសារហើយតកម្មហូបវិញអស់ដែលសំតែពីនេះក្តៅមាត់ស្បូតរលាកគឺពិបាកក្នុងការកកកំណើតណាអញ្ចឹងបើសិនជាបងប្អូនស្ត្រីមិនថានៅលាវឬក៏មានគ្រួសារបើសិនជាឃើញថាខ្លួនឯងធ្លាក់សមកសភាពបែបនេះមិនមែនករណីធម្មតាទេចាគឺជាការធ្លាក់សមានជំងឺតែយើងត្រូវតែប្រញាប់ក្នុងការដោះស្រាយហើយបើសិនជាបងប្អូនដឹងតែខ្លួនឯងមានបញ្ហានឹងព្យាយាមដោះស្រាយដែរប៉ុន្តែនៅតែអត់បានផលសោះអស់មួយជាតិឆ្នាំកាលឡើងមកវិញខំតមផងខំមានសម្អាតផងនៅតែមានបញ្ហាហ្នឹងបងប្អូនអាចតាក់ទងមកខ្ញុំបានបើសិនជាបងប្អូនដោះស្រាយច្រើនហើយអត់បានផលខ្ញុំមានដំណោះស្រាយជូនបងប្អូនទាំងអស់គ្នា